បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយទាក់ទងជាមួយនឹងរបៀបចាក់សោ sheet អូខេអញ្ចឹងរបៀបនៃការចាក់សោ sheet ហ្នឹងវាមាន2ទី1គឺ protect workbook និងទី2គឺ protect sheet អូខេអញ្ចឹង protect workbook គឺជាការចាក់សោឯកសារមិនឲ្យប្ដូរទីតាំង worksheet ដែល worksheet នេះវាមាន sheet ទី1 sheet ទី2 sheet ទី3ជាដើមអញ្ចឹងទៅហើយមិនឲ្យកែឈ្មោះ sheet មិនអាចបន្ថែម sheet ឬក៏លុប sheet បានទេអូខេអញ្ចឹងរបៀបចាក់សោគឺយើងចូលទៅកាន់ tab view protect workbook វាបញ្ចូលពាក្យសម្ងាត់ឬក៏លេខសម្ងាត់របស់យើងហ្នឹងរួចហើយបញ្ចូលម្ដងទៀតហើយចុច OK ជាការស្រេចអូខេឥឡូវយើងទៅមើលឧទាហរណ៍នេះឥឡូវឧទាហរណ៍ខ្ញុំមានតារាងពិន្ទុសិស្សប៉ុណ្នេះហើយបន្ទាប់មកគឺខ្ញុំចង់ចាក់សោមិនឲ្យអ្នកណាគេបដូរទីតាំង sheet របស់យើងទេឧទាហរណ៍ឥឡូវយើង sheet យើងមានច្រើនមាន sheet ឯកសារ1 sheet ឯកសារ2 sheet ឯកសារ3ជាច្រើនអញ្ចឹងទៅអញ្ចឹងអានេះយើងអត់ទាន់ចាក់សោនៅលើ workbook នឹងទេយើងអត់ទាន់ចាក់សោអញ្ចឹងយើងអាចផ្លាស់ប្ដូរបានទីតាំង box sheet របស់យើងណាឃើញទេនេះហើយយើងអាច rename ឬក៏លុបឬក៏ insert sheet time ថ្មីឬ copy អីបានទាំងអស់ប៉ុន្តែយើងចង់កុំឲ្យគេកែបានគឺយើងត្រូវតែចាក់សោលើ protect workbook អូខេឥឡូវខ្ញុំដាក់តាមលេខរៀងវិញសិនអូខេឥឡូវខ្ញុំចង់ចាក់សោអញ្ចឹងយើងចូលទៅកាន់ view មកហើយយើងយកពាក្យថា protect workbook អូខេអញ្ចឹងកន្លែងនេះគេឲ្យយើងបញ្ចូលពាក្យសម្ងាត់ជាពាក្យជាអក្សរឬក៏ជាលេខក៏បានដែរឥឡូវខ្ញុំឧទាហរណ៍លេខសម្ងាត់របស់ខ្ញុំ1 2 3ខ្លីៗណាឧទាហរណ៍ទេ1 2 3វាឲ្យយើង confirm ភាសាទៀតហើយចុច OK ភាសាទៀតអូខេអញ្ចឹងរួចរាល់អញ្ចឹងយើងអាចផ្លាស់ប្ដូរទីតាំងបានទៀតទេឃើញទេអត់បានទេឃើញទេយើងចង់ផ្លាស់ប្ដូរទៅណាក៏អត់បានដែរប៉ុន្តែយើងអាចកែបានយើងអាចកែនៅលើកិច្ចការរបស់យើងបានឃើញទេយើងចង់កែឈ្មោះអីក៏បានដែរអូខេអញ្ចឹងយើងចង់លុបចង់អីក៏អត់បានដែរឃើញទេវា disable ទាំងអស់ delete disable insert ក៏អត់បាន rename ក៏អត់បាន move ឬក៏ធ្វើណាក៏អត់បានទាំងអស់អូខេអញ្ចឹងមួយអានេះទាក់ទងជាមួយនឹង protect workbook ឥឡូវខ្ញុំបញ្យល់មួយទៀតទាក់ទងជាមួយនឹង protect worksheet វិញម្ដងអញ្ចឹងខ្ញុំសូមធ្វើការដោះprotect workbook វិញបើយើងចង់ដោះវិញយើងគ្រាន់តែចុចកន្លែង protect workbook មកហើយយើងវាយ password ដែលយើងដាក់មុននឹងមក1 2 3អញ្ចឹងអូខេអញ្ចឹងកន្លែងនេះលេខអីឃើញទេពេលលេខអីយើងអាចផ្លាស់ប្ដូរទីតាំង worksheet របស់យើងបានធម្មតាវិញឃើញទេអូខេមួយអញ្ចឹងមួយទៀតទាក់ទងជាមួយនឹង protect worksheet វិញម្ដងអញ្ចឹង protect worksheet គឺជាអ្វីនេះ protect worksheet គឺជាការចាក់សោឯកសារមិនឲ្យអ្នកណាកែប្រែបានឬក៏កែប្រែតែកន្លែងណាដែលយើងអនុញ្ញាតឲ្យគាត់កែតែប៉ុណ្ណោះឧទាហរណ៍របៀបចាក់សោគឺចាក់សោចូល sheet ហើយយើងចូល tab view protect sheet ហើយបញ្ចូលលេខសម្ងាត់ហើយបញ្ចូលលេខសម្ងាត់ម្ដងទៀតអូខេដូចស្តៀងនឹងមិញដែរទេឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាមកឧទាហរណ៍ឥឡូវខ្ញុំមិនចង់ឲ្យគាត់កែនៅលើឯកសាររបស់យើងបានទេគាត់បានតែមើលទេអញ្ចឹងយើងចូលនៅក្នុង protect sheet ហើយយើងវាយបញ្ចូល password ដូចគ្នាមក1 2 3អញ្ចឹងវាឲ្យយើង confirm password 1 2 3អូខេអញ្ចឹងបានហើយយើងចាក់បានហើយអញ្ចឹងយើងចង់កែតើកែបានអត់បានទេឃើញទេចង់កែកន្លែងណាក៏អត់បានដែរអូខេអត់បានទាំងអស់ប៉ុន្តែក្នុងករណីមួយបើសិនជាយើងចង់ឲ្យគាត់កែតែកន្លែងណាដែលយើងចង់ឲ្យគាត់កែតែយើងធ្វើម៉េចឧទាហរណ៍ទាំងអស់នេះយើងចង់ឲ្យគាត់កែតែនៅ row នេះចុះណាអញ្ចឹងបើយើងចង់ឲ្យគាត់កែតែមួយ row នេះគឺយើងឥឡូវខ្ញុំធ្វើពីរបៀបដែលយើងចង់ឲ្យគេកែតែកន្លែងនេះទេ
ចឹងខ្ញុំសូមធ្វើការដោះprotect sheet នឹងសិន1 2 3វិញអូខេអញ្ចឹងអានេះយើងកែបានទាំងអស់ណាយើងកែទាំងអស់នេះឃើញទេប៉ុន្តែយើងអត់ចង់ឲ្យគាត់កែទាំងកន្លែងផ្សេងទេយើងឲ្យគាត់កែបានតែកន្លែងនេះទេអញ្ចឹងយើងចូល select ទីតាំងដែលយើងចង់ឲ្យគាត់កែសិនមកបន្ទាប់មកយើង right click ហើយយើងយកពាក្យថា format cell អូខេយកពាក្យ format cell ហើយយើងយកកន្លែង protection នេះយើងដោះ lock ចេញសិនអូខេយើងដោះ lock ចេញសិនមកអូខេអញ្ចឹងអត់ទាន់ចប់ទេកាលណាតែយើងដោះ lock ចេញហើយយើងត្រូវការដាក់សោម្ដងទៀតយើងចាក់សោសិនយើងចាក់សោយើងចូលទៅកាន់ protect sheet ហើយដាក់ password របស់យើងមកយើងចង់ដាក់ម៉ានដាក់មកខ្ញុំដាក់1 2 3 confirm password 1 2 3អូខេអញ្ចឹងរួចរាល់អញ្ចឹងកន្លែងផ្សេងយើងចង់កែអត់បានទេអត់បានទេតែកន្លែងនេះយើងកែបានឬក៏អត់ឥឡូវយើងឧទាហរណ៍មកឡើងកែវលីហុងកែបានអត់ enter មកដឹងហើយអូខេអញ្ចឹងយើងកែបានអញ្ចឹងក្រៅពីកន្លែងនេះគឺកែអត់បានទេយើងកែបានតែកន្លែងនេះដែលយើងកំណត់ថាឲ្យគាត់កែបានតែកន្លែងហ្នឹងទេអូខេអញ្ចឹងអានេះគឺprotect sheet ហើយបើសិនជាយើងចង់ដោះ protect sheet នឹងចេញវិញយើងគ្រាន់តែចុចលើ unprotect sheet នេះមកបានហើយ1 2 3វិញមកអូខេចាំតិចដោយសារតែយើងដោយសារយើងវាយ password មិនខុសអញ្ចឹង password មិនយើងដាក់1 2 3ប៉ុន្តែយើងវាយខុសឥឡូវយើងសុំសាថ្មី1 2 3មិនខ្ញុំដាក់ចូលលេខខ្មែរអូខេអញ្ចឹងប៉ុណ្ណឹងការចាក់សោឲ្យដោះសោវិញគឺប៉ុណ្ណឹងដូចគ្នាយើងដោះជំនួស unprotect sheet វិញមកបានហើយអូខេអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេសូមអរគុណ